ស្ថានភាពនេះពិបាកចិត្តណាស់ព្រោះអ្នកកំពុងស្ថិតនៅចន្លោះឧទ្រាំធ្វើបន្តគឺនឹងចង់ដើរចេញក៏ខណៈដែលប្រាក់ខែក៏មិនទាន់បានទៀតពីអ្វីដែលអ្នកពិពណ៌នាមើលទៅបញ្ហាមិនមែនមកពីអ្នកតែម្នាក់ទេប៉ុន្តែថៅកែកំពុងដាក់សម្ពាធពេលហាងលក់មិនសូវដាច់ហើយយកកំហុសមកលើអ្នកអ្វីដែលសំខាន់បំផុតឥឡូវនេះគឺការពារផលប្រយោជន៍របស់អ្នកជាមុនជាពិសេសប្រាក់ខែ2ខែដែលមិនទាន់បានខ្ញុំសូមណែនាំឲ្យគិតជា3ជំហាន 1. កុំឈប់ភ្លាមដោយអារម្មណ៍បើអ្នកឈប់ភ្លាមមានហានិភ័យថាថៅកែអាចយកលេខថាអ្នកចាក់ចេញដោយខ្លួនឯងក៏ហើយពន្យាឬមិនបើកប្រាក់ខែដូច្នេះមុនសម្រេចឈប់អ្នកគួររក្សាស្តាំងការងារថតសារឬកំណត់ថ្ងៃខែប្រាក់ខែដែលមិនទាន់បានរក្សាទំនាក់ទំនងឲ្យស្ងប់មិនឆ្លោះ 2. និយាយជាមួយថៅកែដោយស្ងប់ព្យាយាមនិយាយបែបវិជ្ជាជីវៈមិនមែនការពារខ្លួនខ្លាំងពេកឧទាហរណ៍ខ្ញុំយល់ថាហាងពេលនេះពិបាកហើយខ្ញុំក៏ព្យាយាមជួយអស់ពីសមត្ថភាពប៉ុន្តែខ្ញុំក៏មានបញ្ហាផ្នែកជីវភាពព្រោះប្រាក់ខែ2ខែមិនទាន់បានខ្ញុំចង់ដឹងថាតើអាចដោះស្រាយបើកប្រាក់ខែឲ្យខ្ញុំបានពេលណាការនិយាយបែបនេះធ្វើឲ្យគាត់ឃើញថាអ្នកមិនមែនមកឆ្លោះតែចង់ដោះស្រាយ 3. ចាប់ផ្ដើមរកការងារថ្មីស្ងាត់ទោះអ្នកមិនទាន់ឈប់ក៏ដោយអ្នកគួរចាប់ផ្ដើមសួរការងារថ្មីពីឥឡូវព្រោះសញ្ញាដែលថៅកែចាប់ផ្ដើមស្ដីបន្ទោសអ្នកជាញឹកញាប់គឺបង្ហាញថាបរិយាកាសការងារមិនស្ថិតស្ថេរទៀតហើយអ្នកមានបទពិសោធន៍គ្រប់គ្រងហាងអាហារ KV និងការងារសេវាកម្មរួចហើយនេះជាចំណុចខ្លាំងហាងថ្មីជាច្រើនត្រូវការមនុស្សដែលចេះគ្រប់គ្រងការងារនិងដោះស្រាយភ្ញៀវចំណុចសំខាន់មួយដែលត្រូវយល់ឲ្យច្បាស់គឺបញ្ហាដែលទីជនមិនចូលហាងមិនមែនជាកំហុសរបស់បុគ្គលិកតែម្នាក់ឡើយវាជាបញ្ហាគ្រប់គ្រងហាងគុណភាពមុខម្ហូបតម្លៃសេវានិងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវដែលជាការទទួលខុសត្រូវរបស់ម្ចាស់ហាងជាចម្បងឥឡូវនេះអ្នកមាន3បញ្ហាសំខាន់ 1. បារម្ភថាឈប់មុនថ្ងៃខ្លាចមិនបានប្រាក់ខែ 2. មិនទាន់មានកន្លែងការងារថ្មី 3. ប្រាក់ខែ2ខែមិនទាន់បានបើកអ្វីដែលអ្នកមិនគួរធ្វើឥឡូវនេះកុំជប់ភ្លាមដោយមកទេកុំតែឆ្លោះឬប្រកែកខ្លាំងរីអាចធ្វើឲ្យគាត់រកលេសមិនបើកប្រាក់កុំបាត់បង់ការងារដែលគ្មានភស្តុតាងអ្វីដែលអ្នកគួរធ្វើជាជំហានទី1រកភស្តុតាងទុកមុនថតរូបប្រសាទុកសាជាឆាតជាមួយថៅកែភស្តុតាងថាអ្នកធ្វើការពិតរូបថតក្នុងហាងម៉ោងធ្វើការបញ្ជីការងារភស្តុតាងប្រាក់ខែ2ខែមិនទាន់បើកវាសំខាន់ណាស់បើមានបញ្ហាក្រោយមកជំហានទី2ផ្ញើសារទៅគាត់ដោយសុភាពសារសំខាន់ផ្ញើសារបែបនេះអាចចម្លងប្រើបានបងខ្ញុំសូមអភ័យទោសបើការងារខ្ញុំមានកន្លែងខ្វះខាតប៉ុន្តែខ្ញុំបានព្យាយាមធ្វើការយ៉ាងពេញចិត្តឥឡូវនេះខ្ញុំមានបញ្ហាខ្លាំងព្រោះប្រាក់ខែ2ខែមិនទាន់បានបើកខ្ញុំសូមបងមេ